ដើម្បីជ្រាបច្បាស់ពីស្ថានភាពនៅតាមព្រំដែនអ្នកកាសែតវិទ្យុបារាំងអន្តរជាតិជួបនរក្សាដែលបានចុះយកព័ត៌មានផ្ទាល់ពីខេត្តឧត្តរមានជ័យនិងបន្ទាយមានជ័យតំបន់ក្តៅតំបន់ដែលពលរដ្ឋនាំគ្នាសម្រុកចេញនោះនឹងចូលខ្លួនមកអន្តរាគមន៍ជំរាបសួរនរក្សាសួស្តីស្រីពេជ្រនរក្សាតើស្ថានភាពខេត្តតាមបន្ទាត់ព្រំដែនដែលនរក្សាបានឆ្លងកាត់មានសភាពការបែបណាគិតត្រឹមថ្ងៃពុធទី10ធ្នូនេះស្រីពេជ្រនៅថ្ងៃទី10ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី4ហើយដែលកងទ័ពថៃបានបើកការវាយប្រហារជាថ្មីម្ដងទៀតមកលើខេត្តតាមបន្ទាត់ព្រំដែនជាមួយនឹងកម្ពុជាខេត្តតាមបន្ទាត់ព្រំដែនជាមួយនឹងកម្ពុជាជាមួយនឹងព្រំដែនថៃដែលយើងអាចបានលឺសូរសម្លេងគ្រាប់ដូចទៅនឹងសម្លេងផ្គរលាន់ដែលស្ទើរតែមិនដាច់ត្រចៀកតតែសោះស្រីពេជ្រតាមដងផ្លូវដែលខ្ញុំធ្វើដំណើរចេញពីស្រុកថ្មពួកចូលមកក្នុងខេត្តឧត្តរមានជ័យយើងបានលឺពីសម្លេងគ្រាប់ផ្លោងរបស់ភាគីថៃចំនួន2គ្រាប់ដែល2គ្រាប់ហ្នឹងតាមសេចក្តីរាយការណ៍របស់ក្រសួងការពារជាតិការពីព្រឹកមិញគឺស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យហើយនៅមុននេះបន្តិចក៏ខ្ញុំបានទទួលសេចក្តីរាយការណ៍របស់ក្រសួងការពារជាតិបន្ថែមនៅម៉ោងប្រមាណជា3:55នាទីភាគីថៃក៏បានបន្ថែមគ្រាប់ផ្លោងចំនួន2គ្រាប់ទៀតចូលមកក្នុងភូមិសាស្ត្រស្រុកស្វាយជ័យដូចគ្នាក្នុងការធ្វើដំណើររបស់ខ្ញុំតាំងពីក្រុងសេរីសោភ័ណ្ឌតាមផ្លូវលេខ56ចូលមកខេត្តឧត្តរមានជ័យយើងបានជួបសម្ភារប្រជាពលរដ្ឋនៅតាមដងផ្លូវតួយ៉ាងនៅក្នុងស្រុកថ្មពួកនៅក្នុងភូមិបន្ទាយឆ្មាឃុំបន្ទាយឆ្មាមានប្រជាពលរដ្ឋមួយចំនួននៅបង្ខំចិត្តក្រាញនានានៅផ្ទះសម្បែងរបស់ខ្លួននៅឡើយក្រាញនានាដោយហេតុថាពួកគាត់បារម្ភអំពីការបាត់បង់ទ្រព្យសម្បត្តិក៏ដូចជាសត្វពាហនៈដែលពួកគាត់ចិញ្ចឹមអ្វីដែលពួកគាត់គិតពីសុវត្ថិភាពបណ្ដោះអាសន្នរបស់គាត់នោះគឺការស្នាក់នៅក្នុងត្រង់សេដែលពួកគាត់បានជាយាមជីកនៅតាមផ្ទះសម្បែងរៀងៗខ្លួនតែម្ដងមានប្រជាពលរដ្ឋតិចតួចមែនទែនដែលនៅសេសសល់ហើយប្រជាពលរដ្ឋមួយចំនួនលោកបានចាក់ចេញមករកទីទួលសុវត្ថិភាពទៅតាមទីតាំងជាក់ស្ដែងនិយាយដល់ភូមិសាស្ត្រនៅក្នុងភូមិបន្ទាយឆ្មាឃុំបន្ទាយឆ្មាស្រុកថ្មពួកយើងបានឮពីសូរសម្លេងគ្រាប់ដែលកាន់តែខ្លាំងតែម្ដងគឺនៅក្នុងសមរភូមិប្រាសាទតាមាន់ក៏ដូចជានៅប្រាសាទតាក្របីហើយជាពិសេសទៀតនោះក៏បានឮពីការឆ្លើយតបរបស់ភាគីកម្ពុជាដែលតាមអាជ្ញាធរនិងប្រជាពលរដ្ឋបានអះអាងការប៉ះទង្គិចគ្នានៅឯតំបន់បឹងតគួនផងដែរប្រជុំនៃការឈ្លានពានរបស់ថៃដោយនរក្សាបានលើកឡើងខាងលើនេះតើអាជ្ញាធរមូលដ្ឋានកំពុងធ្វើអ្វីខ្លះដែរទៅស្រីពេជ្រដោយសារតែឥឡូវយើងបានបន្តមកដល់ខេត្តឧត្តរមានជ័យហើយខ្ញុំចង់រៀបរាប់ពីស្ថានភាពនៅក្នុងខេត្តឧត្តរមានជ័យបន្តពលគឺស្ថានភាពខេត្តឧត្តរមានជ័យនៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេនៅថ្ងៃនេះក្រុងសំរោងនៅបន្តស្ថិតនៅក្នុងភាពស្ងាត់ជ្រងំហើយប្រជាពលរដ្ឋមួយចំនួនធំតួយ៉ាងពីតំបន់អូស្មាច់តំបន់គោកមនជាដើមលោកបានបន្តចុះមករកទីតាំងសុវត្ថិភាពអាជ្ញាធរនៅក្នុងខេត្តឧត្តរមានជ័យបានយកចិត្តទុកដាក់ខ្ពស់មែនទែនពីបញ្ហាប្រជាពលរដ្ឋដែលភៀសខ្លួននៅពេលនេះលើសពីនេះដោយសារតែមានការឈ្លានពាននិងការបើកការវាយប្រហារពីកងកម្លាំងយោធាថៃមកលើទឹកដីកម្ពុជារហូតរៀលដាលទៅដល់ភូមិឋានប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់និងតំបន់ទីប្រជុំជនផងនោះអាជ្ញាធរខេត្តឧត្តរមានជ័យនៅម៉ោង12ថ្ងៃត្រង់នៅថ្ងៃនេះក៏បានសម្រេចចិត្តជំនះប្រជាពលរដ្ឋប្រមាណជាង 10000 នាក់ដែលពួកគេកំពុងស្នាក់នៅជំរំបណ្ដោះអាសន្ននៅក្នុងវត្តពោកំបោដែលស្ថិតនៅក្នុងស្រុកបន្ទាយអំពិលមកកាន់ទីតាំងថ្មីនេះបើតាមលោកមេតមេភក្តីអភិបាលរងនិងជាអ្នកនាំពាក្យខេត្តឧត្តរមានជ័យរួចចុះអ្វីជាតម្រូវការបន្ទាន់របស់ពលរដ្ឋភៀសខ្លួនហើយអាជ្ញាធរខ្មែរជួយអ្វីខ្លះហើយឬក៏មានវិធានការឆ្លើយតបបែបម៉េចចំពោះតម្រូវការរបស់ពលរដ្ឋទាំងនោះស្រីពេជ្រតម្រូវការបន្ទាន់របស់ប្រជាពលរដ្ឋដែលភៀសខ្លួននៅពេលនេះគឺទីតាំងជំរកបណ្ដោះអាសន្នស្បៀងអាហារនិងជាពិសេសគឺភួយដ៏កក់ក្ដៅសម្រាប់ដណ្ដប់ក្នុងរដូវរងានេះបើតាមលោកមេតមេភក្តីអ្នកនាំពាក្យខេត្តឧត្តរមានជ័យគិតត្រឹមម៉ោង8ព្រឹកនៅថ្ងៃទី9ធ្នូម្សិលមិញមានប្រជាពលរដ្ឋប្រមាណ3503គ្រួសារដែលស្មើនឹង11136នាក់ដែលកំពុងតែភៀសខ្លួនមករកទីទួលសុវត្ថិភាពក៏ប៉ុន្តែដោយសារតែសកម្មភាពទន្ទ្រានរបស់ភាគីថៃនៅតែបន្តដូចខ្ញុំបានគូបញ្ជាក់នៅខាងលើនោះទើបអាជ្ញាធរខេត្តនិងគណៈកម្មាធិការគ្រោះមហន្តរាយនៅព្រឹកថ្ងៃពុធនេះបានសម្រេចចិត្តរៀបចំមណ្ឌលសុវត្ថិភាពមួយបន្ថែមទៀតនៅក្នុងស្រុកចុងកាល់មកដល់ម៉ោងនៃការធ្វើសេចក្តីរាយការណ៍របស់យើងនៅពេលនេះគេនៅមិនទាន់កំណត់ចំនួនជាក់លាក់នៃប្រជាពលរដ្ឋដែលបានភៀសខ្លួនចូលមកកាន់ទីតាំងសុវត្ថិភាពថ្មីនេះនៅឡើយទេដោយសារតែពលរដ្ឋដែលភៀសខ្លួនមកនេះគឺមកពីតំបន់ចម្រុះគ្នាតែយ៉ាងណាមិញអ្វីដែលអាជ្ញាធរអាចធ្វើបានគឺការត្រៀមប្រុងជើងការគិតគូរពីវិធានការសុវត្ថិភាពនិងតម្រូវការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋក្នុងពេលបច្ចុប្បន្ន